ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយប៉ុន្តែលើកនេះគឺមានលក្ខណៈខុសពីលើកមុនដោយសារតែលើកនេះខ្ញុំនឹងបង្ហាញអំពីសកម្មភាពមកទទួលភ្ញៀវរហូតដល់ជូនភ្ញៀវមកទីក្រុងភ្នំពេញនេះគឺជាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរហើយនេះគឺជាសកម្មភាពរបស់តែកងឡាននិងមគ្គុទ្ទេសក៍ទេសចរដែលកំពុងតែរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកខេត្តសៀមរាបថ្ងៃនេះផងដែរខ្ញុំបានមកទទួលភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសអូស្ត្រាលីចំនួន8នាក់ហើយនេះគឺជា flight ដែលភ្ញៀវកំពុងតែចុះមកអញ្ចឹងគឺមើលឃើញថាមានជើងហោះហើរចុះមកនៅក្នុងខេត្តសៀមរាបច្រើនមែនទែនដោយសារតែរដូវនេះជារដូវ high season ឬថាសម្បូរភ្ញៀវណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងម្នាក់ៗគឺរវល់មែនទែនសម្បីតែខ្ញុំផងដែរបន្ទាប់ពីទទួលភ្ញៀវបានហើយខ្ញុំក៏បាននាំភ្ញៀវទៅមើលថ្ងៃរះនៅប្រាសាទអង្គរវត្តហើយនេះជាពិលរបស់ខ្ញុំឥឡូវនេះមកដល់ប្រាសាទអង្គរវត្តហើយពុកម៉ែបងប្អូនអរគ្នាហើយនេះគឺជាទេសភាពថ្ងៃរះនៅមុខប្រាសាទអង្គរវត្តពុកម៉ែបងប្អូនអរគ្នាគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនអញ្ចឹងយើងភ្ញាក់តាំងពីព្រលឹមមកពុកម៉ែបងប្អូនអរគ្នាយើងចេញពីស្ថានភាពតាំងពីម៉ោង5ព្រឹកមកទិញសម្បត្តិនៅគ្រឹះស្ថានអង្គរបន្តមកបានបន្តដំណើរទៅប្រាសាទអង្គរវត្តប៉ុន្តែការមើលថ្ងៃរះគឺពួកយើងជ្រើសរើសយកខាងក្រៅប្រាសាទវិញដោយសារតែមានគូទឹកព័ទ្ធជុំវិញអញ្ចឹងយើងអាចឃើញសមោលប្រាសាទនៅក្នុងទឹកហើយនៅពេលដែលថ្ងៃជះពន្លឺពីខាងក្រោយមកគឺមើលឃើញថាស្រស់ស្អាតខ្លាំងមែនទែនដោយពុកម៉ែបងប្អូនអរគ្នាបានឃើញនៅក្នុងរូបអញ្ចឹងចំពោះទីតាំងក្នុងការមើលថ្ងៃរះគឺយើងមានច្រើនជម្រើសពុកម៉ែបងប្អូនអរគ្នាសម្រាប់ពួកខ្ញុំគឺជ្រើសរើសនៅខាងក្រៅប្រាសាទដោយសារតែមានគូទឹកហើយនិងសមោលប្រាសាទដែលយើងឈរមើលពីចម្ងាយយ៉ាងទៅហាក់បីដូចយើងកំពុងតែមើលប្រាសាទពីផែនដីទៅនឹងឋានសួគ៌ពុកម៉ែបងប្អូនអរគ្នាបានឃើញនៅក្នុងរូបអញ្ចឹងមើលទៅដូចនៅកំពុងតែនៅក្នុងឋានសួគ៌អញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពភ្ញៀវទេសចរមានអ្នកខ្លះគាត់ចូលទៅខាងក្រុងហើយមានអ្នកខ្លះគាត់កំពុងតែត្រៀមចូលទៅខាងក្នុងហើយនេះជាភ្ញៀវរបស់ពួកខ្ញុំជនជាតិអូស្ត្រាលីចំនួន8នាក់កំពុងតែថតរូបហើយពួកគាត់ពិតជាសប្បាយចិត្តមែនទែននៅពេលដែលឃើញទិដ្ឋភាពនិងទេសភាពបែបនេះនៅប្រាសាទអង្គរវត្តមិនសប្បាយចិត្តមិនកើតពុកម៉ែបងប្អូនអរគ្នាបើទេសភាពស្អាតម្លឹងម្លឹងហើយមានតែមួយគត់នៅប្រទេសកម្ពុជាយើងសូមបញ្ជាក់ផងដែរថាការមកមើលថ្ងៃរះនៅប្រាសាទអង្គរវត្តយើងមិនត្រឹមតែមើលព្រះអាទិត្យនោះទេគឺអ្វីដែលសំខាន់នោះគឺពន្លឺព្រះអាទិត្យដោយសារតែពន្លឺព្រះអាទិត្យជះមកធ្វើឲ្យប្រាសាទមានលក្ខណៈប្រែពណ៌ដោយពណ៌មាសអញ្ចឹងណាពុកម៉ែបងប្អូនគ្នាអញ្ចឹងបន្ទាប់ពីមើលថ្ងៃរះហើយយើងក៏បានមក Starbucks ដើម្បីទិញកាហ្វេញ៉ាំដោយសារតែភ្ញាក់តាំងពីព្រលឹមមកអញ្ចឹងមានលក្ខណៈថាខ្សោះអស់កម្លាំងអញ្ចឹងណាពុកម៉ែបងប្អូនគ្នាវាពិសេសនោះមានលក្ខណៈថាងុយគេងតែមែនតើអញ្ចឹងយើងមករកកាហ្វេដើម្បីធ្វើឲ្យយើងមានកម្លាំងមកវិញដើម្បីបន្តដំណើរទៅទស្សនាប្រាសាទទៀតហើយនេះគឺជាសកម្មភាពភ្ញៀវទេសចរអន្តរជាតិដែលពួកគាត់កំពុងតែឡើងទៅខាងលើដើម្បីផ្ដិតយករូបភាពស្អាតហើយមកឃើញថាមានភ្ញៀវទេសចរអន្តរជាតិច្រើនមែនទែនកំពុងតែឡើងហើយនឹងចាំហើយមានមគ្គុទ្ទេសក៍ទេសចរជាច្រើនកំពុងតែចូលចាំភ្ញៀវអន្តរជាតិពួកគាត់ចុះមកពីជាន់បកានវិញអញ្ចឹងជាន់បកានគឺជាជាន់ដែលខ្ពស់ជាងគេបំផុតនៅប្រាសាទអង្គរវត្តហើយក្នុងចំណោមភ្ញៀវខ្ញុំទាំង8នាក់គឺមានតែប្រហែលអ្នកតែប៉ុណ្ណោះដែលពួកគាត់បានឡើងទៅលើចំពោះអ្នកខ្លះគឺគាត់នៅចាំខាងក្រោមមូលហេតុគឺដោយសារតែពួកគាត់មានវ័យចំណាស់អ្នកខ្លះមានអាយុ60ជាងអ្នកខ្លះមានអាយុ70ជាងអញ្ចឹងការឡើងទៅជាន់បកានហ្នឹងគឺពិតជាមានលក្ខណៈលំបាកខ្លាំងសម្រាប់ពួកគាត់ហើយនេះគឺជាភ្ញៀវទេសចរអន្តរជាតិពិតជាច្រើនមែនទែនពុកម៉ែបងប្អូននៅគ្នាដើម្បីឡើងទៅដល់ជាន់បកានគឺពុកម៉ែបងប្អូននៅគ្នាត្រូវតម្រង់ជួរគ្នាសិនដោយសារតែចំនួនមានកំណត់អញ្ចឹងមគ្គុទ្ទេសក៍ទេសចរគឺភាគច្រើនគឺគាត់នៅចាំខាងក្រោមដើម្បីផ្ដល់អត្ថប្រយោជន៍ជូនដល់ភ្ញៀវទេសចរអន្តរជាតិដោយសារតែយើងជា local guys ឬមគ្គុទ្ទេសក៍ទេសចរនៅក្នុងតំបន់នេះហើយអញ្ចឹងយើងចង់ឡើងមកពេលណាក៏បានដែរសម្រាប់ភ្ញៀវទេសចរអន្តរជាតិគឺគាត់ពេលខ្លះគាត់មានតែមួយថ្ងៃពេលខ្លះគាត់មានតែពេល2ថ្ងៃអញ្ចឹងត្រូវការផ្ដល់អត្ថប្រយោជន៍ជូនពួកគាត់ដើម្បីឲ្យពួកគាត់បានឡើងទៅលើអញ្ចឹងនេះគឺជាសកម្មភាពភ្ញៀវរបស់ខ្ញុំគឺពួកគាត់អត់ឡើងទៅលើទេគឺគាត់ថាខ្ពស់ពេកគាត់ខ្ជិលឡើងហើយណាមួយពួកគាត់មានវ័យចំណាស់ផងហើយពួកគាត់អត់ស៊ាំទៅនឹងអាកាសធាតុទេហើយនេះគឺជាសកម្មភាពភ្ញៀវឡើងទៅលើពិតជាច្រើនមែនទែនពុកម៉ែបងប្អូនអរគ្នាទាំងភ្ញៀវទេសចរអន្តរជាតិទាំងភ្ញៀវទេសចរជាតិហើយឃើញថាអស់មួយក្រុមចូលមួយក្រុមអស់មួយក្រុមចូលមួយក្រុមនេះគឺអង្គុយតែមួយផ្លែតសោះគឺភ្ញៀវមកដល់បាត់ពុកម៉ែបងប្អូនអរគ្នាគឺចម្រងជួរគ្នាតែម្ដងដើម្បីឡើងទៅជាន់បកានហើយពួកគាត់ប្រើចន្ទើ2ចុះមកក្រោមហ្នឹងដើម្បីឲ្យឆាប់អស់ហើយយើងបិទបន្តិចសិនទៅហើយបានឡើងទៅលើហើយនេះគឺជាទុកដែលពួកគាត់កំពុងតែចាំយកភ្ញៀវរបស់ពួកគាត់ដែលទស្សនាប្រាសាទអង្គរវត្តចប់បន្ទាប់ពីនឹងមកខ្ញុំក៏ជូនភ្ញៀវមកទស្សនាប្រាសាទតាព្រំដែលជាប្រាសាទកសាងដោយព្រះបាទជ័យវរ្ម័នទី7ក្នុងឆ្នាំ1188
86ឧទ្ទិសជូនដល់ព្រះមេដារបស់ព្រះអង្គហើយមើលឃើញថាភ្ញៀវចាប់អារម្មណ៍ខ្លាំងដោយសារតែមានដើមឈើដុះជុំវិញច្រើនហើយមានឫសដុះចុះមកក្រោមអញ្ចឹងណាហើយចង់បានរូបថតកន្លែងនេះតើតម្រង់ជួបបងប្អូនអរគ្នាយើងមានមកដល់ថតព្រាមណាអញ្ចឹងយើងត្រូវតម្រង់ជួបគ្នាសិនដើម្បីទទួលបានកន្លែងថតរូបស្អាតដូចនេះថ្ងៃបន្ទាប់ពួកយើងក៏បានទៅទស្សនាសហគមន៍កំពង់ភ្លុកហើយបន្ទាប់ពីសហគមន៍កំពង់ភ្លុកមកក៏ចូលញ៉ាំបាយនៅស្រុកបកងសិនរួចក៏ធ្វើដំណើរមកទីក្រុងភ្នំពេញហើយនេះជាស្ថានភាពដែលពួកគាត់ស្នាក់នៅបន្ទាប់ពីធ្វើដំណើរមកអស់ជាច្រើនម៉ោងមិនតិចម៉ោងបងប្អូនគ្នាតាំងពីសៀមរាបភ្នំពេញហើយយើងឈប់ច្រើនកន្លែងយើងចំណាយពេលមិនក្រោម7ម៉ោងឯងបងប្អូនគ្នាច្រើនមែនតើហើយនេះគឺជាតប់ដែលខ្ញុំស្នាក់នៅអញ្ចឹងខ្ញុំមកដល់ភ្នំពេញខ្ញុំត្រូវការបន្ទប់មួយដើម្បីស្នាក់នៅបន្ទប់នេះស្អាតបងប្អូនគ្នាតម្លៃត្រឹមតែ$18ទេអញ្ចឹងយើងអាចមើលឃើញទេសភាពបានស្អាតហើយអ្វីដែលសំខាន់នោះគឺនៅទីនេះគឺយើងមានលក់ម្ហូបលក់អីចឹងបងប្អូនគ្នាតែមិនបាច់ចាំដើរបានឆ្ងាយទេអញ្ចឹងយើងចុះពីបន្ទប់មកគឺយើងមានម្ហូបស្រាប់តែម្ដងហើយកន្លែងនេះគឺជាសកម្មភាពខ្ញុំថតអាពីងថតចង្រិតថតកដោបអីចឹងណាបងប្អូនគ្នានៅក្បែរព្រំរាជវាំងអរគុណច្រើនបងប្អូនគ្នាវីដេអូគឺមានតែប៉ុណ្្នឹងទេជម្រាបលា